បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកចែកម្លែកមួយតាក់ទងជាមួយការប្រើប្រាស់ Wi-Fi ដែលសៀងចេញពី hotspot កុំព្យូទ័រអញ្ចឹងបើអ្នកនរគ្នាមាន laptop ហើយយើងចង់ប្រើ Wi-Fi អីច្រើនអ្នកនរគ្នាសៀង hotspot ពីកុំព្យូទ័រចូលមកទូរស័ព្ទយើងបានអញ្ចឹងអ្នកនរគ្នាដើម្បីសៀង hotspot បានចូលមកកុំព្យូទ័ររបស់យើងមក laptop យើងអញ្ចឹងចូលមកដល់អ្នកនរគ្នា search ពាក្យថា mobile hotspot ឬក៏ search ថា hotspot មកវាសូមមកឲ្យហើយកណាសូ hotspot មកសូ hotspot មកអ្នកនរគ្នាចូលក្នុង hotspot ហ្នឹងមកបើកចុច double click បើកមកពេលដែលចូលមកដល់អ្នកនរគ្នាឃើញថាមានសូបែបនេះមាន share Wi-Fi មាន share my internet connection share with Wi-Fi យើង share Wi-Fi ណាអញ្ចឹងអ្នកនរគ្នាមើលខាងក្រោមមកទៀត share over ចឹងអ្នកនរគ្នាអាច select មក drop down វាមកអត់មានអីទេមាន Wi-Fi ដូចគ្នាអញ្ចឹងអ្នកនរគ្នាមើលខាងក្រោមនេះគឺ information របស់ hotspot Wi-Fi របស់យើងមានឈ្មោះអ្នកនរគ្នាអាចបើអត់តន់សូមអាចចុច drop down មកវាសូមមកហើយមានឈ្មោះគេ desktop អីចឹងហើយ password មាន1ដល់ម៉ែនចឹងទៅហើយអ្នកនរគ្នាអាច edit ឈ្មោះបានកែ edit ឈ្មោះ edit password ឲ្យបានអញ្ចឹងក៏ចុចលើ edit ហ្នឹងមកអញ្ចឹងឈ្មោះឧទាហរណ៍ឈ្មោះ Wi-Fi ខ្ញុំ desktop model desktop អញ្ចឹងអាចដូរដាក់ឈ្មោះអញ្ចឹងមកដូចខ្ញុំដាក់ឈ្មោះរាពុទ្ធិអញ្ចឹងមកណាហើយ password ដែលអ្នកគ្នាអាចដូរបានចង់ដាក់ password បែបណាក៏បានដែរជាមួយខ្ញុំតេស្តលុបចោលទាំងអស់ចំណាប់ម្ដងទៀតជាមួយខ្ញុំដាក់1 2 3 4 5 6 7 8 9ដាក់0នេះទៅក៏បានដែរហើយខាងក្រោមនេះប្រភេទ bandwidth ដែលយើងចង់ share ទៅមាន any available មានន័យថាបើកុំព្យូទ័រយើងចង់បាន internet Wi-Fi ល្អគឺអាច share បានច្រើនបើចង់បានតិចគឺ share បានតិចចឹងអញ្ចឹងកន្លែងនេះតេស្ត 2G អូខេវាសូមមក 2G ហ៎អញ្ចឹងចុច edit ទៀតមកបើអ្នកនរគ្នាតេស្ត 5G គឺបាន 5G តែបើសម្រាប់ខ្ញុំ recommend ឲ្យប្រើ any available ទៅមានន័យថា internet ប្រើនៅលើកុំព្យូទ័រមួយចំនួន share ទៅទូរស័ព្ទមួយចំនួនទៅតាមការអូសរួចរបស់ Wi-Fi យ៉ាងដែរចឹងចឹងមកដល់កន្លែងនេះអ្នកនរគ្នាក៏ចុច on មកមានថាសូនៅលើ hotspot ឲ្យយើងអាច connect ជាមួយទូរស័ព្ទឬក៏ laptop ដូចគ្នាក៏បានដែរនិយាយទៅគឺ share hotspot ទៅដូច Wi-Fi ឬក៏យើង share hotspot នៅលើទូរស័ព្ទដែរចឹងអ្នកនរគ្នាអាចចូលមកទូរស័ព្ទតែបន្តិចមកអូខេនៅលើទូរស័ព្ទខ្ញុំបាន connect បានណាសម្រាប់ connect Wi-Fi នៅលើទូរស័ព្ទគឺ connect ទូទៅដែលយើងប្រើ Wi-Fi នៅតាមផ្ទះយើងធម្មតាប្រើ Wi-Fi ធម្មតាយើងអាច select connect មកគ្រាន់តែ select លើឈ្មោះហើយយើងអាចគ្រាន់តែ password បញ្ចូលមកគឺសូមឲ្យ connect បានណានេះដូចខ្ញុំតេស្តចឹងឈ្មោះ Wi-Fi ខ្ញុំរាពុទ្ធិចឹងបើអ្នកនរគ្នាចូលចិត្តវីដេអូរបស់ខ្ញុំសូមចុច like ចុច subscribe ដើម្បីទទួលបានវីដេអូចែករំលែកជាបន្ត